កន្លែងលក់គ្រឿងសមុទ្រមកកន្លែងនេះមិនដែលរំលងទេគ្រប់ពេលដែលខ្ញុំទៅលេងខេត្តកំពតជម្រាបសួរបងប្អូនទាំងអស់គ្នាកន្លែងនេះគឺជាកន្លែងប្រចាំរបស់ខ្ញុំតែម្ដងគ្រប់ពេលដែលខ្ញុំទៅលេងខេត្តកំពតនិយាយទៅបងប្អូនប្រកាសជាស្គាល់ច្រើនហើយព្រោះកន្លែងគាត់គឺថាលក់គ្រឿងសមុទ្រស្រស់ៗឆ្ងាញ់ៗមែនតើគឺរាត្រី Oyster នៅឯជិតរង្វង់មូល Play Train ខេត្តកំពតណាបងប្អូនអូនិយាយទៅគឺកន្លែងគាត់គ្រឿងសមុទ្រគឺស្រស់ៗខ្លាំងមែនតើហើយឆ្ងាញ់ហើយនិយាយទៅគឺទាំងគ្រឿងដែលគាត់ប្រឡាក់ជាមួយនឹងគ្រឿងសមុទ្រហ្នឹងគឺចូលជាតិគ្នាឆ្ងាញ់ខ្លាំងណាស់ជាពិសេសគឺខ្យងសណ្តែកដីនេះបងប្អូនអូយខ្ញុំឲ្យលេខ1តែម្ដងខ្ញុំទៅម្ដងៗគឺមិនដែលរំលងទេខ្យងសណ្តែកដីឯមែនហើយបើទឹកជ្រលក់គាត់វិញក៏ជាតិសាហាវព្រៃផ្សៃហ្មងណាហើយបើកន្លែងគាត់ទៅពេលណាគឺថាណែនគ្រប់ពេលតែម្ដងរហូតតែកន្លែងគាត់មានទេបងប្អូនអើយនិយាយទៅគឺឆ្ងាញ់តែម្ដងសូម្បីតែពេលបញ្ចូលស្លេកឡើងវិញនេះក៏នឹករសជាតិរបស់គាត់ដែរបងប្អូនគឺឆ្ងាញ់ជាប់មាត់តែម្ដង និយាយទៅបើសិនជាបងប្អូនបានទៅលេងខេត្តកំពតកុំភ្លេចទៅញ៉ាំកន្លែងគាត់ចង់បានអាហារសមុទ្រស្រស់ៗឆ្ងាញ់ៗគឺទៅកន្លែងគាត់ពិតជាមិនខុសបំណងទេដូចមឹកអីនេះអូយបងប្អូនអើយមួយចានតម្លៃដូចជា20000ទេប៉ុន្តែគឺមឹកស្រស់ហើយធំៗល្អខ្លាំងមែនតែនហ្មងណាបងប្អូននិយាយទៅគឺឆ្ងាញ់អែមតែម្ដងកុំភ្លេចណាបងប្អូនទាំងអស់គ្នាបើសិនជាបានទៅលេងកំពតហើយកុំភ្លេចទៅកន្លែងគាត់ពិតជាមិនខុសបំណងនោះទេឆ្ងាញ់គ្រឿងដិតតម្លៃធូរសេវាល្អគុណភាពទៀតអរគុណបងប្អូនទាំងអស់គ្នាជម្រាបលាជួបគ្នានៅវីដេអូក្រោយ